សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបន្តចែករំលែកដំណើរជីវិតរបស់ខ្ញុំបន្ទាប់ពីបែកបាក់គ្រួសារថាតើមានអ្វីកើតឡើងបន្តទៀតមុននឹងបន្តខ្ញុំចង់ស្រាយចម្ងល់បងប្អូនបន្តិចសិនបងប្អូនប្រកាសជាឆ្ងល់ថាក្រោយលែងលះខ្ញុំមានពេលធ្វើការរៀននិងរកស៊ីចុះកូននៅជាមួយអ្នកណាដាក់កន្លែងមើលថែក្មេងឬយ៉ាងណាត្រង់ចំណុចនេះខ្ញុំអាចនិយាយបានថាខ្ញុំជាមនុស្សសំណាងម្នាក់ព្រោះខ្ញុំបានឪពុកម្ដាយបង្កើតរបស់ខ្ញុំជួយមើលថែកូនឲ្យខ្ញុំហេតុនេះហើយខ្ញុំចង់ប្រាប់បងប្អូនថាក្នុងជីវិតមនុស្សយើងមិនមែនមានតែរឿងអាក្រក់ប៉ុណ្ណោះទេតែងតែមានរឿងល្អលាក់ខ្លួននៅក្នុងនឹងដូច្នេះសូមកុំអស់សង្ឃឹមត្រូវបន្តដើរទៅមុខជានិច្ចត្រឡប់មកដំណើរជីវិតខ្ញុំបន្តទៀតការខិតខំរបស់ខ្ញុំទាំងយប់ទាំងថ្ងៃអស់រយៈពេលជាច្រើនឆ្នាំបានធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងម្ដងទៀតនៅពេលនោះកូនទី1របស់ខ្ញុំអាយុ10ឆ្នាំកូនទី2អាយុ6ឆ្នាំជីវភាពខ្ញុំរៀងគ្រាន់បើបន្តិចខ្ញុំក៏សូមឪពុកម្ដាយយកកូនមករស់នៅជាមួយខ្ញុំវិញខ្ញុំបានឲ្យពួកគេរៀននៅសាលាឯកជនមួយដែលមានស្តង់ដាររៀងល្អនៅឆ្នាំ2018តែជីវិតមិនបានល្អបានយូរទេជំងឺ COVID-19 ក៏បានមកដល់ធ្វើឲ្យរបររកស៊ីខាងក្រៅរបស់ខ្ញុំបរាជ័យខ្ញុំនៅសល់តែប្រាក់ខែតែត្រូវរ៉ាប់រងបង់ធនាគារបង់ថ្លៃសិក្សាកូននិងចំណាយក្នុងគ្រួសារផ្សេងទៀតពេលនោះសាលារៀនត្រូវបានបិទកូនត្រូវរៀនតាមអនឡាញវាជាពេលវេលាមួយដែលលំបាកខ្លាំងបំផុតសម្រាប់ខ្ញុំពីមុនមកទោះខ្ញុំមើលថែកូនម្នាក់ឯងក្រោកពីព្រលឹមធ្វើបាយយប់ធ្វើការផ្ទះជាច្រើនខ្ញុំមិនដែលគិតថាវាជាការលំបាកទេប៉ុន្តែការលំបាកពិតប្រាកដគឺនៅពេលគ្មានអ្នកជួយបង្រៀនកូនត្រូវរៀនអនឡាញមិនចេះមិនយល់ព្រោះនៅតូចទើបរៀនថ្នាក់មត្តេយ្យកម្រិត3ប៉ុណ្ណោះថែមទាំងនៅពេលនោះខ្ញុំក៏ខ្វះលទ្ធភាពបង់ថ្លៃសាលាឲ្យកូនទាំងពីរផងដែរនៅចុងក្រោយខ្ញុំបានធ្វើការសម្រេចចិត្តមួយដែលឈឺចាប់បំផុតក្នុងជីវិតគឺផ្ទេរកូនប្រុសពៅទៅរៀននៅស្រុកវិញពេលនោះខ្ញុំឈឺចិត្តខ្លាំងណាស់តែបន្ទាប់ពីផ្ញើកូនទៅស្រុកជីវិតខ្ញុំបានជួបរឿងមួយទៀតដែលប្ដូរខ្ញុំទាំងស្រុងសូមរងចាំepisode 3សូមជួយ Subscribe Channel YouTube របស់ខ្ញុំដើម្បីបានស្ដាប់វគ្គបន្តទៀតសូមអរគុណ